បាទសួស្តីបងប្អូនថ្ងៃនេះមកធ្វើការថតបង្ហាញប្រភេទផ្ទាំងអំភ្លីបាទបូតអំភ្លីដែលយើងមានបាទប្រភេទដូចបាសបាលីអញ្ចឹងប្រភេទពួកនេះប៉ុន្តែខ្ញុំគាត់ថាកម្លាំងរបស់វាគឺវាខ្លាំងជាងប្រភេទអំភ្លីបាសបាលីបងប្អូនបាទហើយបងប្អូនអាចយកវាទៅលេងជាមួយនឹងប្រភេទបាសបាលីបងប្អូនដែលខូចអំភ្លីបាទអាចយកពួកវានេះទៅជំនួសបានហើយកម្លាំងគឺវាខ្លាំងជាងគាត់ថាបើទំហំវាអាចនឹងមិនត្រូវគ្នាជាមួយនឹងផ្ទាំងចាស់របស់បងប្អូនដែរបាទអញ្ចឹងសម្រាប់តម្លៃបាទយើងនឹងធ្វើការប្រាប់មួយសម្រាប់ D600 គឺវាមានកម្លាំងរបស់វារហូតដល់200បូក200ព្រោះវាចេញពីច្រកបាទកម្លាំងរបស់វាខ្លាំងបងប្អូនអាចលេងជាមួយនឹងប្រភេទសាប់ឡានបាទ2គ្រាប់មកតកន្លះបាទមានតែមួយជាន់2គ្រាប់វាវាយខ្លាំងល្អប្រភេទនេះសិតតែមាន Bluetooth ហើយម្ដងវាគឺតែ$25ទេសម្រាប់ប្រភេទនេះហើយ D900 ក៏យើងមានដែរប្រភេទនេះគឺវាចែកសាប់សងដាច់ផ្សេងគ្នាវាចេញ3ច្រកបងប្អូនបាទអញ្ចឹងវាឲ្យសាប់100ជាមួយនឹងសង2ច្រក50បូក50បាទហើយតម្លៃរបស់វាគឺតែ$27ទេបាទ$27បាទសម្រាប់ម្ដង D900 ហើយសម្រាប់ D2000 គឺស៊េរីនេះគឺវាចំនួនក្រោយសម្រាប់ប្រភេទនេះវាខ្លាំងជាងគេបាទវាចែកសាប់សងដូចគ្នាប៉ុន្តែវាឲ្យសាប់រហូតដល់200វ៉ាត់បាទហើយសងវា100បូក100ស៊េរីអស់នេះសិតតែមាន Bluetooth មានអីអាចជ្រាវបានដូចគ្នាបាទសិតប្រភេទមាន Bluetooth ជ្រាវបានដូចគ្នាមាន USB មាន SD card គឺដូចគ្នាទាំងអស់តម្លៃខុសគ្នាតាមហ្នឹងបាទសម្រាប់ D 2000ម្ដងរបស់វាគឺ$35បងប្អូនបាទ$35 free សេវាសម្រាប់តម្លៃរបស់វាហើយចុងក្រោយគេគឺ D300 បាទវាអាចនិយាយថាជាសិស្សច្បង D300 នេះគឺប្រភេទម៉ាស៊ីនធំបាទហើយតម្លៃរបស់វាឥឡូវនេះគឺមួយដើមតែ$15ទេ free សេវា$15ហើយវាអាចរត់ជាមួយនឹងប្រភេទសាប់មួយទឹកកន្លះឬក៏2ទឹកបាទសម្រាប់មេដែកមួយជាន់បាន2គ្រាប់បាទ solo អង្គុយគឺយើងថែមបានធម្មតាបាទប្រភេទនេះចុងប្រភេទនេះបងប្អូនដែលមានតម្រូវការបាទយកទៅប្រើជំនួសជាមួយនឹងអាំភ្លីបងប្អូនដែលខូចបាទអាចដាក់ទៅមកបាទមាន Bluetooth ប្រើភ្លើងរត់ប្រើភ្លើងអង្គុយបានដូចគ្នាទាំងអស់បាទគាត់ថាមិនមែនជាប្រភេទសាកអង្គុយបាទបញ្ជាក់ឡើងវិញអញ្ចឹងវាប្រើភ្លើងអង្គុយប្រើភ្លើងរត់បានបាទអត់សាកអង្គុយទេបាទចាំបងប្អូនដែលត្រូវការបាទហើយដាក់ទៅមកបាទយើងមានសុខច្រើនអូខេអរគុណ